ខេអញ្ចឹងតោះគ្នាយើងចាប់ផ្ដើមដំណងតាក់ទងជាមួយនឹង session របស់យើងក្នុងថ្ងៃហ្នឹងហើយថ្ងៃហ្នឹងក៏ខ្ញុំ record ដែរអញ្ចឹងគ្នាយើងដែលអត់បានចូលអាចស្ដាប់តាមរយៈ record ហ្នឹងបានអូខេសម្រាប់ថ្ងៃហ្នឹងយើងត្រឡប់មកវិញជាមួយនឹងtopic របស់ web design របស់យើងអូខេដែលថ្ងៃហ្នឹងគឺអ្វីដែលយើង mainly ដោយសារតាពីអាទិត្យមុនយើងបាន discuss គ្នាមួយចំនួនតាក់ទងជាមួយនឹង basic ផុសC HTML ជាមួយនឹង CSS ហើយអញ្ចឹងថ្ងៃហ្នឹងគឺយើងនឹង review ឡើងវិញហើយនឹងអាច deeper តាក់ទងទៅលើ CSS ឡើងវិញអូខេអញ្ចឹងជាដំបូងមុននឹងចាប់ផ្ដើមតាក់ទងជាមួយនឹង processing នៃមេរៀនរបស់យើងអាចចាប់ផ្ដើម discuss គ្នាតិចតួចអូខេអញ្ចឹងតាក់ទងជាមួយនឹង CSS ដូចអ្នកនរគ្នាបានហើយ CSS គឺប្រើប្រាស់សម្រាប់ក្នុងការតុបតែងទៅលើគ្រោងឆ្អឹងរបស់ HTML ដើម្បីធ្វើឲ្យវាមានសោភ័ណភាពហើយនឹងមានតាក់ទងជាមួយនឹងគេហៅថាលក្ខខណ្ឌ interactive លើ UI របស់អ្នកប្រើប្រាស់អូខេអញ្ចឹងជាជំហានដំបូងដែលយើងនឹងចាប់ផ្ដើមក្នុងថ្ងៃហ្នឹងដោយសារតែយើងបានសិក្សាមួយចំនួនហើយតាក់ទងជាមួយទៅលើ CSS របស់យើងដែលយើងបានការផ្សាប់ដើមមុនយើងបានឃើញតាក់ទងជាមួយទៅលើ background ឃើញតាក់ទងជាមួយនឹងអ្វីផ្សេងមួយចំនួនឥឡូវប្រធានបទថ្ងៃហ្នឹងគឺយើងចាប់ផ្ដើមដំបូងគឺយើងនិយាយតាក់ទងជាមួយនឹង color ឬក៏ពណ៌អីទៅគឺជាពណ៌ឬក៏ color បើយើងឥឡូវអ្នកទាំងអស់គ្នាអាចឆ្លើយម្នាក់ម៉ាត់មើលថាពណ៌គឺសំដៅទៅលើអីគ្នាយើងឥឡូវវិទូតាក់ទងជាមួយនឹងពណ៌គេគិតថាសម្រាប់ធ្វើអីពណ៌ជាអីបាទលោកគ្រូពណ៌ជាអីគេវិទូគិតក្នុងន័យផុស web design យើងពណ៌សម្រាប់លក្ខណៈដូចគេដាក់ទៅលើ background ឬជាលខឬក៏អូខេចុះអ្នកផ្សេងទៀតមើលbot មិនដែរគិតមិនដែរតាក់ទងជាមួយចំណុចហ្នឹងយ៉ាស្ងាត់ឈឹងចឹងមើលដុល្លារគិតមិនដែរតាក់ទងមួយពណ៌ពណ៌វាដើរតួនាទីមួយសំខាន់ដែរនៅក្នុង CSS ដោយសារយើងដាក់ពណ៌ឲ្យមើលទៅឲ្យមានសោភ័ណភាពលើ website របស់យើងអូខេតោះអញ្ចឹងពណ៌ដូចដែលយើងបានដឹងហើយគឺពណ៌គឺវាប្រើប្រាស់សម្រាប់ក្នុងការតុបតែងមានន័យថា concept នៃការ design របស់យើងឧទាហរណ៍ថាដូចឥឡូវដូច slide របស់ខ្ញុំអញ្ចឹងមើលទៅវាអត់សូវស្អាតទេព្រោះសារខ្ញុំអត់បានលេង color អីដូចជា web example ដែលយើងរៀននៅក្នុងថ្នាក់ទេអញ្ចឹងតកតងជាមួយនឹងពណ៌គឺយើងត្រូវមានការតុបតែងហើយការតុបតែងនៃពណ៌ហ្នឹងគឺវាពឹងផ្អែកទៅលើតកតងជាមួយនឹងការបណ្ដុំនៃរបស់មួយចំនួនឧទាហរណ៍ថា concept នៃពណ៌គេនិយាយដល់តាក់ទងជាមួយនឹង RGB គេនិយាយតាក់ទងជាមួយទៅលើអូខេ CNYK គេនិយាយCMYK គេមាន concept មួយចំនួនទៀតប៉ុន្តែ concept ដែលគេពេញនិយមខ្លាំងជាងគេឥឡូវយើងនិយាយងាយមួយគ្នាយើងនិយាយតាក់ទងជាមួយនឹង hack យើងនិយាយតាក់ទងជាមួយនឹង HGL អូខេឥឡូវយើងចាប់ផ្ដើមជាដំបូងដែលយើងនិយាយតាក់ទងជាមួយនឹង RGB បើនិយាយពី RGB យើងនិយាយតាក់ទងជាមួយនឹង concept នៃ tracing ទៅកាន់ការពីជាងដំបូងគេសិក្សាតាក់ទងជាមួយនឹងពណ៌គឺគេពឹងផ្អែកទៅលើពណ៌គោលសំខាន់3ដែលពណ៌គោលសំខាន់ទី1គឺតាក់ទងជាមួយនឹង red មានន័យពណ៌ក្រហមហើយពណ៌ទី2គឺ green ហើយទី3គឺពណ៌គឺពណ៌ blue មានន័យថាពណ៌ខៀវអញ្ចឹងការលាយបញ្ចូលនៃធាតុទាំង3បញ្ចូលគ្នាហ្នឹងធ្វើឲ្យទទួលបានទៅជាលទ្ធផលជាពណ៌ផ្សេងៗដែលផ្គុំបញ្ចូលគ្នាឥឡូវខ្ញុំនឹងបង្ហាញឧទាហរណ៍មួយទាក់ទងជាមួយនឹង concept របស់ RGB color ហ្នឹង
អូខេនេះជា concept នៃ RGB មួយដែលមានន័យថានៅពេលណាដែលយើងចង់ធ្វើការផ្លាស់ប្ដូរយើងអាចធ្វើតាក់ទងជាមួយនឹង RGB គឺតម្លៃនៃពណ៌គឺវានឹងចាប់ផ្ដើមប្រែប្រួលឧទាហរណ៍ថាឥឡូវខ្ញុំថែមតាក់ទងជាមួយនឹងនេះគឺមានប៉ុណ្នេះអញ្ចឹងមានន័យថាពណ៌ហ្នឹងគឺវានឹងចាប់ផ្ដើមប្រែប្រួលដូចគ្នាអូខេហើយតាក់ទងជាមួយនឹងពណ៌គឺយើងអាចផ្លាស់ប្ដូរលេខរបស់វាបាន3ខ្ទង់អូខេអញ្ចឹងពេលណាដែលយើង pick ពណ៌គឺវានឹងចាប់ផ្ដើមប្រែប្រួលនៅតម្លៃរបស់វាទាំងសងខាងនៃ RGB ហ្នឹងហើយឧទាហរណ៍ថាដូចពណ៌លឿងអញ្ចឹងគឺវានឹងផ្លាស់ប្ដូរឧទាហរណ៍ថានេះគឺ mixing របស់វាគឺ250ដែលខាងនេះហើយអានេះក៏250ដែរអញ្ចឹងយើងអាចផ្លាស់ប្ដូរវានឹងចាប់ផ្ដើមប្រែប្រួលម្ដងតិចទៅតាមតម្លៃនៃពណ៌មួយអូខេអញ្ចឹងក៏ដូចគ្នាដែរគឺ hack ហ្នឹងគឺលេខកូដនៅពេលណាដែលយើងចង់ទៅសេកូដ CSS តិចទៀតខ្ញុំនឹងបង្ហាញហើយនៅក្នុងដំណាក់កាលដែលយើង design គឺយើងនឹងអាចប្រើ hack ឬក៏យើងអាចប្រើតម្លៃនៃ RGB ក៏បានដែរហើយមានរបស់មួយទៀតដែលយើងអាចធ្វើការវាយតម្លៃបើសិនជាអ្នកនរគ្នារៀនតាក់ទងមួយ design រៀនស៊ីជម្រៅខ្លាំងគេឲ្យឈ្មោះមួយយ៉ាងទៀតគេឲ្យឈ្មោះថាតាក់ទងជាមួយនឹង HSL HSL គឺសំដៅទៅលើតាក់ទងជាមួយនឹង degree នៃភាគរយ degree នៃភាគរយមានន័យថាម៉េចឧទាហរណ៍ថាឥឡូវបើសិនជាយើងមានការប្រែប្រួលទៅលើតម្លៃនៃ degree មួយHSL គឺវានឹងប្រែប្រួលដូចគ្នា HSL ហ្នឹងគឺឧទាហរណ៍ថាដូចជា H សំដៅទៅលើ shoe ហ្នឹងគឺឧទាហរណ៍ថាបើសិនជាពណ៌ហ្នឹងគឺមានបើយើងថតរូបអ្នកនរគ្នានឹងឃើញរបស់មួយចំនួនដែលវា slate ហើយ saturation ហ្នឹងមានន័យថាតាក់ទងជាមួយនឹងទៅលើ degree នៃភាពច្បាស់របស់ពណ៌ហើយមួយទៀតគឺ lightness អញ្ចឹងបើអ្នកនរគ្នាចូលចិត្តថតរូបឬមួយអ្នកនរគ្នាមានគម្រោងថាធ្វើការតាក់ទងជាមួយនឹងកាមេរ៉ា professional ខ្ញុំអាចឲ្យអ្នកនរគ្នា recommend មួយបើសិនតាក់ទងមួយពណ៌អ្នកនរគ្នាអាចសិក្សាតាក់ទងជាមួយនឹង HSL បានអូខេអញ្ចឹងតាក់ទងជាមួយនៅលើពណ៌អាចមានសំណួរអីអត់គ្នាយើងឬក៏អត់ទេអត់ទេគ្រូអត់អូខេអូវិស័យណែមានសំណួរទេអូខេតោះឥឡូវគ្នាយើងអញ្ចឹងយើងបន្តទៅទៀតយើងចាប់ផ្ដើមតាក់ទងជាមួយទៅលើ process បន្តទៀតដែលយើងនិយាយរៀងដោយសារសប្តាហ៍មុនយើងនិយាយតាក់ទងជាមួយទៅលើការ design របស់យើងអញ្ចឹងការ design ជាទូទៅគឺយើងចង់ធ្វើការ express ទៅលើ content អញ្ចឹងជាឧទាហរណ៍មួយដែលខ្ញុំនឹងបង្ហាញអ្នកនរគ្នាក្នុងថ្ងៃហ្នឹងគឺយើងនិយាយចាប់ផ្ដើមតាក់ទងទៅលើcontent ដែលយើងនឹងធ្វើការគូសវាចេញមកឥឡូវយើងនិយាយតាក់ទងទៅលើ basic ដំបូងគឺតាក់ទងជាមួយទៅលើ content មួយគឺត្រូវតែមាន border ស្អីទៅជា border បើយើងមើលនៅក្នុងរូបភាពដែលខ្ញុំបង្ហាញនៅក្នុង PowerPoint មួយនេះយើងឃើញថាអក្សរនេះគឺវាអត់ទាន់មាន border ទេឃើញទេវាអត់ទាន់មាន border ទេតែបើយើងយក shape មួយហើយយើងចាប់ផ្ដើមយកតាក់ទងជាមួយទៅលើ outline អូខេដែល outline នេះខ្ញុំដាក់ពណ៌ខៀវយើងឃើញថាមានបន្ទាត់ពណ៌ខៀវនៅជុំវិញទៅហើយបន្ទាប់មកទៀតគឺយើងដាក់វាឲ្យក្រាស់ឃើញថាវានឹងចាប់ដើមមាន border ទាំងសងខាងទាំងអស់នៅជុំវិញនៃអក្សរនេះស្អីទៅជា border បើយើងគិតឲ្យដល់គឺ border គឺជារបស់មួយដែលជាគេហៅថាការគូសនៅជុំវិញនៃ content របស់យើងអញ្ចឹងតួនាទីសំខាន់ឧទាហរណ៍ថានៅពេលដែលយើងចាប់ផ្ដើម design ទៅដល់តាក់ទងជាមួយទៅលើ content មួយចំនួនធំជាទូទៅរាល់រូបភាពដែលយើងត្រូវធ្វើគឺយើងត្រូវមាន border មិនថាតិចឬក៏ឆ្មៅឬមួយក៏រាងក្រាស់ទេអញ្ចឹងគឺ border គឺសំខាន់ណាស់ក្នុងការផុសទៅលើ content របស់យើងឥឡូវជាឧទាហរណ៍ខ្ញុំនឹងចាប់ផ្ដើមបង្ហាញយើងនឹងចាប់ផ្ដើមធ្វើការអនុវត្តទាំងអស់គ្នាតាក់ទងជាមួយនឹង border អូខេខ្ញុំចាប់ផ្ដើមបង្កើតតាក់ទងជាមួយនឹង file HTML មួយឥឡូវអូខេយើងឈប់សិនខ្ញុំមើល folder មួយសិនអូខេអូខេយើងមាន folder របស់យើងមួយដែល folder នេះគឺយើងមានស្រាប់ហើយតាំងពីយូរហើយអញ្ចឹងខ្ញុំចាប់ផ្ដើមបង្កើត file ថ្មីមួយខ្ញុំបង្កើត folder ថ្មីមួយសិនឈ្មោះថាតាក់ទងជាមួយនៅលើ test អូខេខ្ញុំចូលទៅក្នុង folder នេះហើយឥឡូវខ្ញុំចាប់ផ្ដើមបង្កើត file ថ្មីមួយដូចរាល់ដងខ្ញុំដាក់វាឈ្មោះថាជា index មួយចុះខ្ញុំអត់ទាន់ធ្វើអីទេបន្ទាប់មកទៀតខ្ញុំដាក់វាជា .html អូខេខ្ញុំផ្លាស់ប្ដូរវាហើយ
ចឹងហើយខ្ញុំមាន file ជា CS មួយ អូខេ CS ដែលកន្លែងនេះខ្ញុំដាក់ឈ្មោះថា style អូខេហើយឥឡូវខ្ញុំដាក់ជា CS សិនដល់ CS អូខេអញ្ចឹងខ្ញុំគិតថាគ្នាយើងកន្លែងទាំងអស់នេះយើង start ទេយើងអត់អីទេអញ្ចឹងខ្ញុំចាប់ដើមបើកចូលទៅក្នុងកុំព្យូទ័ររបស់ខ្ញុំតាក់ទងមួយ VS Code របស់ខ្ញុំអូខេ close connection អូខេអញ្ចឹងopen folderអូខេឥឡូវគ្នាយើងមើលឃើញច្បាស់ហ៎ឬមួយក៏ត្រូវការ zoom ខ្លាំងជាងហ្នឹងអូខេឥឡូវខ្ញុំអាច zoom បន្តិចទៅកុំឲ្យគ្នាយើងបាក់មើលអូខេខ្ញុំដាក់ពណ៌តិចអញ្ចឹង color scene ខ្ញុំសុំដាក់វាទៅជា light អញ្ចឹងអូខេ opsis អូខេចេះអញ្ចឹងសួរមើលបន្តិចកុំឲ្យគ្នាយើងបាក់មើលអូខេចឹងឥឡូវខ្ញុំចាប់ផ្ដើមធ្វើហើយយើងចាប់ផ្ដើមជាដំបូងឥឡូវខ្ញុំអាចធ្វើជា HTML ទៅទេមួយសិនព្រោះសារចាប់ពីធម្មនេះទៅខ្ញុំធ្វើតាក់ទងជាមួយនឹង external HTML របស់យើងឥឡូវខ្ញុំធ្វើ HTML ផ្លូវកាត់មួយសិនចេញមកអូខេយើងមាន HTML file មួយប៉ុណ្នេះអូខេឥឡូវកន្លែងនេះខ្ញុំដាក់តាក់ទងជាមួយទៅលើថ្ងៃនេះខ្ញុំដាក់ CS 2មានន័យថាយើងរៀនតាក់ទង CS system 2ហើយកន្លែងនេះឥឡូវខ្ញុំដាក់ទៅជា H1 មួយដែល H1 នេះខ្ញុំអត់ទាន់ align អីទាំងអស់គឺខ្ញុំប្រើតាក់ទងទៅជាមួយនឹង welcome web design 101ដែលជាខុសរបស់យើងអូខេដែលជាខុសកូដរបស់យើងអញ្ចឹងយើងមានប៉ុណ្ណឹងឥឡូវយើងទៅមើលទាំងអស់គ្នាយើង save សិនអូខេអញ្ចឹងខ្ញុំចូលទៅក្នុងនេះរបស់យើងឃើញថាឥឡូវ web របស់យើងគឺយើងទទួលបានប៉ុណ្នេះអូខេអញ្ចឹងតាក់ទងមួយចំណុចហ្នឹងយើងអូគ្នាយើងឃើញ screen អត់គ្នាយើងឃើញដល់ឃើញមាននេះមើលអត់ឃើញ screen ទេអូខេឥឡូវយើងចាប់ផ្ដើមបន្តទៀតអញ្ចឹងអានេះគឺយើងចាប់ផ្ដើមមកគឺយើងមានប៉ុណ្ណឹងឥឡូវខ្ញុំចាប់ផ្ដើមធ្វើការ link ជាមួយទៅលើ CS យើងចូលអូខេអញ្ចឹងយើងមាន link CS របស់យើងមួយដែលខ្ញុំដាក់ subset ជា style sheet អញ្ចឹងវាចាប់ដើម link គ្នាហើយប៉ុន្តែចំណុចមួយគឺខ្ញុំចាប់ដើម link អានេះមួយសិនដែលខ្ញុំ testing មួយគឺខ្ញុំធ្វើ H1 អូខេដែល H1 នេះគឺខ្ញុំចាប់ដើមបើកវាមួយដោយ H1 នេះគឺខ្ញុំប្រើ color ដែល color របស់ខ្ញុំគឺខ្ញុំប្រើទៅជាពណ៌ខ្ញុំអត់នេះទេខ្ញុំប្រើជាឈ្មោះហ្មងខ្ញុំប្រើ red អូខេ save អញ្ចឹងយើងទៅមើលលទ្ធផលវិញអូភ្លេច save អូខេ style.cs អូខេភ្លេចអូខេ style.cs អញ្ចឹងយើងទៅមើលវិញអស់គ្នាជើ property color ហងសេខុសអូឈប់link cs star cs ជេឈប់សំទោសមិញសំទោសច្រឡំអូខេអញ្ចឹងបានវាចេញមកអញ្ចឹងអូខេអញ្ចឹងវាទទួលបាន color ឥឡូវខ្ញុំចាប់ដើម testing បន្តទៀតតាក់ទងជាមួយនឹង border អូខេឥឡូវតាក់ទងជាមួយនឹង border យើងអាចចាប់ដើមធ្វើមួយគឺ border របស់យើងធ្វើវាដោយយើងប្រើ class អញ្ចឹងយើងចាប់ដើមមកមួយឥឡូវកន្លែងនេះខ្ញុំចាប់ដើម divide វាដោយប្រើ del យើងធ្វើវាយ៉ាងតំណងតិចសិន del dot
អានេះយើងដាក់វាទៅជា star 1 ទៅអូខេឥឡូវអានេះយើងដាក់ star 1 ហើយយើងដាក់ h1 មកកន្លែងនេះគឺយើងដាក់វាទៅជាអូខេ hello everyone អីចឹងទៅអូខេចឹងខ្ញុំដាក់អាហ្នឹង style 1 class ទី1អូខេឥឡូវអានេះ class ទី2តែ class ទី2នេះខ្ញុំដាក់ដូចគ្នាចឹងតែខ្ញុំដាក់ style 2អូខេអានេះគឺទី3ដែលខ្ញុំប្រើ class ដូចគ្នាតែខ្ញុំប្រើ class 3ចឹងខ្ញុំនឹងចាប់ផ្ដើម apply style នៃ CS ហ្នឹងខុសៗគ្នាទៅតាម class មួយដែលដូចដែលយើងបានហ៊ានតាក់ទងមួយ class កាលពីមុនអានេះ color នេះខ្ញុំទុកដដែលចឹងខ្ញុំចាប់ដើម apply ទៅជាមួយនឹង class វិញអូខេដែលការ apply ទៅជាមួយនឹង class នេះគឺខ្ញុំចាប់ផ្ដើមជាមួយនឹង class ទី1គឺខ្ញុំប្រើ style អូខេ dot style 1អូខេដែល class ទី1នេះខ្ញុំប្រើ border របស់វាសិនខ្ញុំអត់ទាន់ធ្វើការកែច្នៃទេខ្ញុំប្រើ border អូខេខ្ញុំប្រើ border ឥឡូវខ្ញុំចាប់ដើមចេញពី style មកសិនខ្ញុំអត់ទាន់នេះទេដែល style កន្លែងនេះគឺខ្ញុំមានច្រើននៅក្នុងហ្នឹងប៉ុន្តែខ្ញុំប្រើstyle មួយគឺខ្ញុំធ្វើតាក់ទងជាមួយ style dash មានន័យថាវារៀង dot ហើយបន្ទាប់មកទៀតខ្ញុំមានរបស់ក្នុងហ្នឹងតាក់ទងជាមួយនឹង border ហ្នឹងដែរគឺខ្ញុំមាន color មានន័យថាក្នុងចំណោម border ហ្នឹងគឺមាន AHC ច្រើនដូចដែលយើងឃើញមាន radius មានអីតែអាហ្នឹងយើងអាចស្រាវជ្រាវខ្លួនឯងអញ្ចឹងខ្ញុំគ្រាន់តែបង្ហាញតាក់ទងមួយ color ដែល color កន្លែងនេះគឺខ្ញុំចាប់ដើមដាក់ color ហ្នឹងទៅជា blue អូខេ border color ខ្ញុំអាចបង្ហាញមួយទៀតគឺ border ហ្នឹងគឺយើងអាចថែមរបស់មួយចំនួនទៀតអូខេតាក់ទងជាមួយទៅលើអូខេ border យើងអាចដាក់ image យើងអាចដាក់អីចឹងទៅហើយអានេះនេះអូខេហ្នឹងចុះឥឡូវខ្ញុំដាក់ style មួយហើយបន្ទាប់មកទៀតឥឡូវខ្ញុំ save មួយសិនឥឡូវយើងទៅ refresh សិនទាំងអស់គ្នាសិនចាំមើលថាវាចេញមិនអូខេអញ្ចឹង style ទី1គឺវាចេញបែបនេះគឺវាមាន dash ចឹងទៅហើយមានពណ៌ខៀវអញ្ចឹងបើយើងចង់បានពណ៌ធម្មតាឥឡូវយើងទៅមើលទាំងអស់គ្នាថែមទៀតថាពណ៌ធម្មតាវានឹង apply របៀបម៉េចយើងទៅ star យើងយករបស់ទី2គឺ class ទី2របស់យើងអូខេអញ្ចឹងខ្ញុំហៅ class មួយទៀតមក style អូខេដែល style កន្លែងនេះគឺខ្ញុំប្រើលក្ខខណ្ឌនៃ element ហ្នឹងទាំងអស់ដូចគ្នាដែលលក្ខខណ្ឌទាំងអស់កន្លែងនេះគឺខ្ញុំប្រើឥឡូវខ្ញុំប្រើ style ហ្នឹងគឺខ្ញុំធ្វើ solid ហើយខ្ញុំដូរពណ៌កន្លែងនេះខ្ញុំទៅប្រើពណ៌ដែលឥឡូវខ្ញុំដូរទៅជាពណ៌ហ្នឹងគឺតាមជា RGB ហ្មងគឺខ្ញុំដូរខ្ញុំទាញទៅជាពណ៌អីមួយឧទាហរណ៍ថាឥឡូវខ្ញុំយកពណ៌រៀងខៀវដែរតែខ្ញុំយកពណ៌រៀងនេះហើយឥឡូវយើងទទួលបានតម្លៃប៉ុណ្ណេះយើងអាចផ្លាស់ប្ដូរ HGL អីចឹងបានតែខ្ញុំយកតាមរយៈ RGB គឺប៉ុណ្នេះអញ្ចឹងខ្ញុំ copy RGB ទុកទីទៀតខ្ញុំប្រើនៅខាងក្រោមហ្នឹងទៀតអញ្ចឹងអានេះគឺ style 2ហើយបន្ទាប់មកទៀតខ្ញុំ pass color នេះទៅកន្លែងនេះអូខេដែលយើងអាច apply តម្លៃបានអូខេបបអញ្ចឹងយើងទៅ refresh មើលទាំងអស់គ្នាអូខេឃើញថាតម្លៃហ្នឹងហើយ border ហ្នឹងគឺចាប់ដើមផ្លាស់ប្ដូរគឺផ្លាស់ប្ដូរទៅជាពណ៌នេះហ្មងអូខេអញ្ចឹងឥឡូវតាក់ទងជាមួយនឹងចំណុច post CSS ហ្នឹងគឺយើងអាចសាកល្បងធ្វើតេស្តទាំងអស់គ្នាឥឡូវខ្ញុំ drop code ហ្នឹងចូលទៅក្នុង group Telegram អូខេគ្នាយើងអាចអនុវត្តបានឥឡូវខ្ញុំឲ្យពេលប្រហែលជា5នាទីចុះអូខេគ្នាយើងអូខេគ្នាយើងអញ្ចឹងយើងបន្តទៀតបន្តិចទៀតតាក់ទងជាមួយទៅលើ border ហ្នឹងឥឡូវយើងបន្តទៀតយើងតាក់ទងទៅលើ radius color ហើយនឹងតាក់ទងជាមួយនឹង sig ហ្នឹងអូខេឥឡូវយើងអាចចាប់ផ្ដើមបន្តទៀតគឺតាក់ទងជាមួយនឹងចំណុចនេះឥឡូវយើងមាននៅសល់ class មួយទៀតដែលយើងត្រូវប្រើដែលកន្លែងនេះគឺខ្ញុំនឹងចាប់ផ្ដើមផ្លាស់ប្ដូរ style មួយចំនួនចេញអូខេដែល style កន្លែងនេះគឺខ្ញុំប្រើ style ខ្ញុំប្រើ class មួយទៀតអូខេឈ្មោះថា class 3ដែលយើងបាន declare មិញរបស់យើងហើយតាក់ទងជាមួយនឹង border អូខេ
គឺ border color គឺខ្ញុំប្រើ border color ថ្មីដែល border លើកនេះគឺខ្ញុំប្រើពណ៌ green អូខេហើយ style គឺខ្ញុំប្រើខុសខ្ញុំប្រើអាចថាប្រើដែរចុះខ្ញុំប្រើ border style គឺ solid អូខេចេះទៅវារៀងតំណងមើលបន្តិចហើយបន្ទាប់មកទៀតតាក់ទងជាមួយទៅលើ weight border weight មានន័យថាទំហំនៃ border ហ្នឹងគឺក្រាស់ឬក៏ស្ដើងកន្លែងនេះខ្ញុំយក 6 មានន័យថាបើយើងយក 6 គឺមានន័យថាវាក្រាស់ឬមួយយើងអាច declare pixel ឬមួយក៏យើងប្រើពាក្យថា sin នេះមានន័យថាវាស្ដើងប៉ុន្តែខ្ញុំប្រើ 6 មានន័យថាវាក្រាស់ហើយចំណុចមួយទៀតដែលខ្ញុំនឹងប្រើកន្លែងនេះដែរគឺខ្ញុំប្រើតាក់ទងជាមួយទៅលើ radius មានន័យថាខ្ញុំចង់ធ្វើឲ្យ border ហ្នឹងវាចាប់ផ្ដើមមានភាពកោងដែលភាពកោងរបស់ខ្ញុំយកប្រហែលជាឥឡូវខ្ញុំយកធំតែ3 pixel សិនឲ្យគ្នាយើងមើលសិនអូខេខ្ញុំ save អញ្ចឹងយើងនឹងទៅមើលទាំងអស់គ្នាថាវាមានរូបរាងបែបម៉េចឃើញថាឥឡូវហ្នឹងគឺវារៀងនៅរបស់នេះគឺបើសិនជាយើង zoom វារៀងកោងបន្តិចឥឡូវខ្ញុំយកឲ្យកោងខ្លាំងជាងមុនមើលឲ្យគ្នាស្រួលមើលខ្ញុំយកប្រហែលជាradius ខ្ញុំយកប្រហែលជា21 pixel ឲ្យវាកោងខ្លាំងមានន័យថាឲ្យវាកោងទៅតាមអ្វីដែលយើងចង់បានអញ្ចឹងវាកោងខ្លាំងមានន័យថាវារបស់នេះនៃ border ហ្នឹងគឺវាចាប់ដើមមូលហើយអូខេអញ្ចឹងកន្លែងនេះគឺយើងចង់មានន័យថាឧទាហរណ៍ថាឥឡូវបើយើងចង់កែប្រែនៃ border ហ្នឹងដែលយើងចង់ឃើញវាកោងឬមួយអីហ្នឹងគឺយើងអាចប្រើតាក់ទងជាមួយទៅលើធាតុសំខាន់គឺ radius នេះហើយតាក់ទងជាមួយនឹងទំហំនៃ border ក្រាស់ឬក៏ស្ដើងយើងអាចប្រើតាក់ទងមួយ border y អូខេអញ្ចឹងខ្ញុំតម្លាក់កូដនឹងមួយទៀតឲ្យគ្នាយើងអូខេអូខេឥឡូវយើងបន្តទៅទៀតដោយសារយើងត្រូវធ្វើតទៀតយើងមានរបស់ច្រើនដែលយើងត្រូវធ្វើឥឡូវខ្ញុំចឹងចាប់ផ្ដើមតាក់ទងជាមួយចំណុចបន្តដែលយើងនិយាយតាក់ទងជាមួយទៅលើ property post text តាមពិតនៅក្នុង text ជាដំណាក់កាលគេហៅថា basic នៃការ design ទៅក្នុង text គឺមានរបស់សំខាន់3ដែលយើងអាចធ្វើការកែប្រែបានតែទី1គឺតាក់ទងជាមួយនឹង font ទី2គឺយើងអាចតាក់ទងជាមួយគេហៅថា text style ដែលមានដូចជាអក្សរ straight អក្សរពណ៌ឬមួយអីផ្សេងៗហ្នឹងហើយសំទោសអាចតាក់ទងជាមួយអក្សរ straight អាចតាក់ទងទំហំធំទូចឬមួយមានការ spacing ឬមួយមានស្រមោលឬមួយអីហ្នឹងឬមួយក៏ decoration បត់បែនហ្នឹងគឺអាហ្នឹងតាក់ទងជាមួយទៅលើstyle មួយប្រភេទដែរហើយរបស់ចុងក្រោយដែលយើងអាចនិយាយបានគឺតាក់ទងមួយ color ជាទូទៅយើងបានរៀនហើយថាតាក់ទងជាមួយនឹង color ហ្នឹងគឺវា apply thing the mostly អញ្ចឹងចំណុចឥឡូវនេះដែលយើងនឹង hover បន្ទាប់នេះគឺតាក់ទងជាមួយទៅលើដំណាក់កាល style នៃការបត់បែនរបស់អក្សរហ្នឹងឧទាហរណ៍ថាយើងអាចធ្វើការ align នៃអក្សរទាំងអស់ហ្នឹងមកជាអក្សរដែល align នៅ capital ឬមួយក៏យើងអាចធ្វើការ decoration នៃអក្សរអស់ហ្នឹងមកជាអក្សរ straight ឬមួយអក្សរឈរឬមួយក៏យើងអាច spacing របស់វាទៅជាដោយលក្ខណៈឃ្លាតគ្នាឧទាហរណ៍ថាដូចអក្សរខ្មែរអញ្ចឹងពីខ្ញុំទៅផ្ទះអញ្ចឹងវាឃ្លាតគ្នាខ្ញុំផ្សេងទៅផ្សេងហើយផ្ទះផ្សេងអញ្ចឹងហើយឥឡូវយើងអាចចាប់ផ្ដើមនៃ basic មួយចំនួនដែលខ្ញុំនឹងបង្ហាញថ្ងៃហ្នឹងគឺតាក់ទងជាមួយទៅលើ text alignment មុនដែល text alignment ឥឡូវយើងទៅមើល example របស់យើងឃើញថា text alignment ដែលជា default ហ្មងគឺនៅក្នុងកន្លែងនេះឧទាហរណ៍ថា hello everyone នេះគឺឃើញថាវាស្ថិតនៅខាងឆ្វេងឥឡូវខ្ញុំចាប់ផ្ដើមធ្វើ text alignment ដំបូង basic ឲ្យអ្នកនរគ្នាមើលដោយខ្ញុំក្តោបចូលជាមួយនឹង class
ជាមួយ element hash 1 ទាំងអស់ខ្ញុំអត់ធ្វើនៅក្នុង del ណាមួយទេដោយខ្ញុំធ្វើ touch align ដែល align លើកនេះគឺខ្ញុំយកទៅជា center អូខេឥឡូវយើងអាចមើលទាំងអស់គ្នាសិនថា touch align នៅពេលណាដែលយើង save ហើយតើវានឹង align ទៅម៉េចឃើញថាឥឡូវនេះគឺ arrowhead C គឺវាមកខាងកណ្ដាលទាំងអស់មានន័យថាអក្សរនោះគឺវាមកកណ្ដាលហើយឥឡូវយើងទៅមើលទៀតថាបើសិនជាយើងចង់ដាក់ទៅខាងស្ដាំគឺយើងគ្រាន់តែប្រើកន្លែងនេះមកមានន័យថាឥឡូវខាងនេះគឺ left ទៅឆ្វេងទៅស្ដាំយើងគ្រាន់តែប្រើពាក្យថា right មកគឺវាទៅស្ដាំឥឡូវយើងទៅមើលទាំងអស់គ្នាពេលយើងបានអូខេឃើញថាអក្សរទាំងអស់វាមកស្ដាំវិញអូខេអញ្ចឹងអានេះគ្រាន់តែជា trick ទូចមួយដើម្បីឲ្យអក្សរហ្នឹង align ទៅឆ្វេងទៅស្ដាំស្រេចយើងទេអូខេហើយរបស់មួយទៀតគឺយើងអាចធ្វើនៅក្នុងចំណុចនេះបានឥឡូវខ្ញុំអាចសុបសិនខ្ញុំdeclare វាឲ្យវាខុសៗគ្នាឲ្យយើងស្រួលមើលតិចសិនអូខេ touch align ឥឡូវអានេះ center អញ្ចឹងមកអានេះឆ្វេងអូខេ touch align left អូខេ touch alignដូចគ្នាឥឡូវខ្ញុំយកទៅ right អូខេអញ្ចឹងយើងទទួលបានរបស់ហ្នឹងវាគួរតែផ្សេងគ្នាអីអូខេ1 2 3អូខេឆ្វេងស្ដាំអូខេឥឡូវឃើញថាឥឡូវវាផ្លាស់ប្ដូរហើយអូខេ center left right អូខេឥឡូវយើងបន្តតាក់ទងមួយ trick បន្តទៀតតាក់ទងជាមួយទៅលើគេហៅថា text decoration ដែល text decoration កន្លែងនេះគឺយើងអាចធ្វើតាក់ទងជាមួយនៅទៅលើការគូសបន្ទាត់ពីខាងក្រោមមានន័យថាតាក់ទងជាមួយនឹងបន្ទាត់ហ្នឹងថាវាគូសរបៀបម៉េចឧទាហរណ៍ថាឥឡូវបើយើងចង់ឲ្យអក្សរហ្នឹងមានលក្ខណៈមានន័យថាមានបន្ទាត់គូសពីក្រោមយើងអាចធ្វើកន្លែងនេះបាន touch យើងអាចប្រើរបស់មួយគេឲ្យឈ្មោះថា touch ដែល touch កន្លែងនេះគឺយើងយកពាក្យថា text decoration ដែល text decoration ឥឡូវខ្ញុំយកពាក្យថា dash មានន័យថាគូបន្ទាត់ហ្នឹងឲ្យវាដក clear ប៉ុន្តែឥឡូវខ្ញុំយក solid មកស្រួលជាងអូខេយើងអាចធ្វើ wavy ក៏បានដែរឥឡូវខ្ញុំយកអក្សរនេះ wavy អានេះខ្ញុំយកដែរខ្ញុំយក text មួយដូចគ្នា decoration ដែលខ្ញុំយកអក្សរហ្នឹងទៅជា dash យើងយក style នៃអក្សរហ្នឹងឲ្យវាដកវា dash ចេញមក style វាហើយកន្លែងនេះគឺខ្ញុំប្រើ style text decoration ដែរប៉ុន្តែខ្ញុំយកជាលក្ខណៈ underline មានន័យគូបន្ទាត់អូខេអញ្ចឹងយើងទៅមើលទាំងអស់គ្នាថាពេលដែលយើងផ្លាស់ប្ដូរ style នៃអក្សរហ្នឹងតើវានឹងចេញរបៀបម៉េចអូខេអានេះគូបន្ទាត់ពីក្រោមអានេះ wavy អានេះវាអត់ចេញអីទេអូខេខ្ញុំគិតថាប្រហែលជា element ហ្នឹងវាខុសអូខេអានេះវាអត់ដូចខ្លះនេះទេឥឡូវអូខេអានេះ underline អូខេ got it អញ្ចឹងអានេះវាតតែលក្ខខណ្ឌនៃ condition ផ្សេងមួយទៀតចេះអញ្ចឹងអានេះដកចេញសិនអានេះគូសវា underline សិនហើយនេះខ្ញុំយក decoration style វិញអូខេstyle កន្លែងនេះយើងអាចប្រើ ball អញ្ចឹងទៅអូខេខ្ញុំយក decoration style ដែរខ្ញុំយកវាទៅជា dot អូខេអានេះវា yes something wrong កន្លែងនេះអូខេ maybe ខ្ញុំត្រូវការពេល fix អូខេអញ្ចឹងតកតងជាមួយនឹង text decoration ហ្នឹងគឺជាទូទៅគឺវាអាចនិយាយបានថាគឺវាសម្រាប់ធ្វើការ decoration វាអាចគូសបន្ទាត់ពីខាងក្រោមនិងប្រើ style simply មួយចំនួនចេញមកដូចជាឧទាហរណ៍ថាឥឡូវយើងនិយាយតកតងជាមួយនឹង color វិញយើងអាចនិយាយតកតងជាមួយថា text decoration នេះយើងអាចគូសបន្ទាត់វាពីលើក៏បានអូខេឡើងកន្លែងខ្ញុំប្រើ font overline គូសបន្ទាត់ពីលើline through កន្លែងនេះខ្ញុំប្រើ text decoration line នេះចុះឲ្យមើលទៅវារៀងងាយយល់សម្រាប់គ្នាយើងព្រោះសារ version មួយចំនួនវា support
ខេកន្លែងនេះខ្ញុំប្រើឡើងស្រួលខេអានេះយើងអាចផ្លាស់ប្ដូរវាបានហើយអញ្ចឹងយើងទទួលបានប៉ុណ្នេះខេមានអានេះគូសពីលើគូសពីក្រោមគូសកណ្ដាលអូខេអានេះប៉ុណ្ណឹងហើយឥឡូវយើងអាចចាប់ដើមផ្លាស់ប្ដូរពណ៌ឲ្យវាបន្តិចទៀតឲ្យវារៀងសមរម្យបន្តិចហើយកន្លែងនេះខ្ញុំអាចធ្វើតាក់ទងជាមួយ touch decoration កន្លែងនេះខ្ញុំអាចប្រើ color ខ្ញុំអាចប្រើ red ហើយជាមួយនឹងអានេះខ្ញុំអាចប្រើដូចគ្នាអូខេ text decoration អូខេ color ដូចគ្នាខ្ញុំប្រើ pink អូខេកន្លែងនេះខ្ញុំអាចធ្វើដូចគ្នាខ្ញុំប្រើ text decoration ដែល text decoration ខ្ញុំប្រើ text decoration color ដែល text decoration color នេះខ្ញុំអាចប្រើ blue violet អូខេអញ្ចឹងយើងទៅបានមកហើយយើងទៅមើលអ្នកនរគ្នាយើងឃើញថាផ្លាស់ប្ដូរ color នេះគឺវាចាប់ផ្ដើមផ្លាស់ប្ដូរដូចគ្នា yes អញ្ចឹង text decoration តួនាទីរបស់វាគឺនិយាយទៅដោយសារតែមិញខ្ញុំរៀងវគ្គដែរគឺវា version មួយចំនួន best support អញ្ចឹងតួនាទីរបស់ decoration text decoration កន្លែងនេះគឺដើម្បីធ្វើការអាចយើងគូសបន្ទាត់ផ្សេងឬមួយ style នៃការគូសពីលើពីក្រោមនៃអក្សរហ្នឹងគឺយើងអាចប្រើរបស់មួយហ្នឹងអូខេអញ្ចឹងគ្នាយើងមានសំណួរអីទាក់ទងមួយ text decoration Hello គ្នាយើងដូចគោលដូចជាអត់មានបញ្ហាអូខេអញ្ចឹងឥឡូវខ្ញុំឲ្យពេលគ្នាយើងប្រហែលជា3នាទីទៀតដើម្បីសាកល្បង style នៃ text decoration ហ្នឹងឥឡូវខ្ញុំតម្លាក់នេះឲ្យអូខេអញ្ចឹងយើងមកដល់ចំណុចបន្ទាប់ទៀតអូខេយើងនិយាយរបស់ហ្នឹងដែលរៀងគួរចាប់អារម្មណ៍គួរសមឥឡូវយើងចូលរបស់បន្ទាប់ទៀតដែលយើងនិយាយអូខេយើងនិយាយតាក់ទងមួយ topic ហ្នឹងក៏អាចថាជា topic មួយដែលគួរចាប់អារម្មណ៍សម្រាប់គ្នាយើងនិយាយតាក់ទងជាមួយទៅលើ icon អូខេicon បើយើងនិយាយតាក់ទងជាមួយនេះគេអាចគេហៅថាជារូបតំណាងដែលក្នុងការធ្វើរូបតំណាងមួយឧទាហរណ៍ថាដូចឥឡូវយើងឃើញនៅក្នុង Microsoft PowerPoint អញ្ចឹងវាមានទៅលើ icon ឬរូបតំណាងជាច្រើនឧទាហរណ៍ថាកន្លែងនេះដូចតាក់ទងជាមួយទៅលើ new slide អញ្ចឹងយើងឃើញមាន icon មួយនៅខាងលើដែលគេ design មកដែលមានរូបរាងដូចជា slide អញ្ចឹងហើយបន្ទាប់មកមានសញ្ញាបូកពីខាងលើអញ្ចឹងគ្រប់website របស់យើងដែលយើងត្រូវធ្វើគឺយើងត្រូវតែមាន icon មួយដែលយើងត្រូវយកមកប្រើជា style ដើម្បីយកមក add in ដូចគ្នាជាទូទៅ icon គឺបើសិនជាយើងជាអ្នក designer professional ដូចនៅ Apple ឬមួយនៅ Samsung ឬមួយក៏ដូចនៅ Microsoft អីគឺគេតែងតែមានបច្ចេកវិទ្យាដើម្បីធ្វើការបង្កើតអាហ្នឹងដោយខ្លួនឯងដែលជាទូទៅគឺតាក់ទងជាមួយទៅលើ icon គឺវាអាចបង្កើតឡើងដោយបច្ចេកទេសសំខាន់ពីរទី1គឺគេយក SVG image ហើយទី2គឺគេអាចប្រើ raw អូខេដែល raw ហ្នឹងគឺអាចជា JPG អាចជាអីជាដើមអូខេអ្នកនរគ្នាដឹងថា SVG ហ្នឹងអីគេអូណាគេធ្លាប់រៀន Adobe Atlas អូខេSVG ហ្នឹងគឺជាប្រភេទរូបភាពដែលមានទំហំជាលក្ខណៈជា vector ដែលយើងអាចធ្វើការ customize ពណ៌ផ្សេងៗនៅក្នុងហ្នឹងហើយសម្រាប់ raw ឧទាហរណ៍ថាឥឡូវដូចជាយើងឃើញនៅក្នុង Falcon កាលពីសប្តាហ៍មុនដែលខ្ញុំបង្ហាញអញ្ចឹងគឺខ្ញុំយករូប logo របស់ PSVU ឆៅមកដែលខ្ញុំ download មកហើយខ្ញុំដាក់យកភ្លាមៗមកអូខេអញ្ចឹងគឺយើងអាចមាន method ពីរសំខាន់ហ្នឹងអូខេឥឡូវតាក់ទងជាមួយនឹង icon គឺរបស់ដែល famous ដែលយើងអាចយកមកប្រើបានគឺខ្ញុំអាច recommend ឲ្យអ្នកនរគ្នាស្វែងរកនៅwebsite សំខាន់ពីរដែលទី1ឈ្មោះថាGoogle ដែលនៅក្នុង Google Font នេះគឺវាមាន icon ជាច្រើនមានដូចជា icon home icon menu icon ផ្សេងៗដែលអ្នកនរគ្នាអាចប្រើប្រាស់ជាចាំបាច់នៅក្នុងពេលដែលអ្នកនរគ្នាធ្វើការ design project មកខ្ញុំអ្នកនរគ្នាអាចប្រើបានហើយវាមានcross platform ទៀតវាមានយើងអាចយកវាមកប្រើនៅក្នុង Android ក៏បានយើងយកវាមកប្រើក្នុង Apple design ក៏បានដែរអូខេហើយវាមានទំហំវាមានយើងអាចចាក់ពណ៌ហើយយើងអាច download SVG វាមកក៏បានដែរបើសិនជាគ្នាយើងថាខ្លាច link ដែលយើងយកមក link icon ហ្នឹងវាអត់សមត្ថភាពយើងអាច download SVG ហើយយើងអាច link អាហ្នឹងចូលក៏បានដែរអូខេនេះយើងអញ្ចឹងឥឡូវខ្ញុំអាចមានរបស់មួយទៀតដែលខ្ញុំចង់បង្ហាញទាក់ទងមួយ icon ហ្នឹងដែរគឺ Bootstrap
ដែល Bootstrap ក៏មាន icon ផងវាផ្ទាល់ខ្លួនដែរដែលយើងអាច call ជា class អញ្ចឹងក្នុង icon របស់ Bootstrap គឺមានដូចគ្នាដែលយើងអាចប្រើឥឡូវបើតិចទៀតខ្ញុំអាចបង្ហាញដល់អ្នកគ្នាបានអានេះគឺក្នុង process បន្ទាប់ដែលយើងអាចធ្វើ Bootstrap ដែលយើង run ក្នុង npm ប៉ុន្តែយើងអាច install នេះក៏ប្រើបានដែរហើយកន្លែងនេះគឺយើងអាចធ្វើការ kindly ឧទាហរណ៍ថាឥឡូវបើយើងធ្វើ Bootstrap យើងអាច link វាមកហើយបន្ទាប់មកយើងអាច call វាតាម class វាស្តៀងមួយ tailwind ដែរអូខេអញ្ចឹងឥឡូវយើងចាប់ផ្ដើមរបស់ដែល famous ខ្ញុំគិតថាគ្នាយើងប្រហែលជាមិនទាន់ familiar ជាមួយនឹង Bootstrap ទេឥឡូវយើងអាចចាប់ផ្ដើមជាមួយទៅលើ Google មុនដែល Google វារៀង famous ហើយវារៀងស្អាតជាងអញ្ចឹងក្នុង link របស់ Google គឺឥឡូវខ្ញុំមានlink មួយដែលយើងត្រូវធ្វើការ link ចូលទៅក្នុង website របស់យើងអញ្ចឹងតិចទៀតខ្ញុំតម្លាក់ឲ្យដែលនេះគឺ link ដែល link កន្លែងនេះគឺខ្ញុំប្រើជា Google icon ដែលយើងអាចយកមកប្រើប្រាស់បានឥឡូវខ្ញុំចូលទៅក្នុង website របស់ Google វិញអូខេចូលទៅក្នុង material អូខេដែលខ្ញុំអាចចាប់ផ្ដើមcopy អានេះចេញមកអូខេដែល material.icon អូខេឥឡូវខ្ញុំ copy អានេះវិញគឺថានេះវាស្រួលជាងអូខេអានេះគឺយើងមាន link ស្រាប់មកហើយកន្លែងនេះយើងអាចមាន link ដើម្បី restyle ឬមួយ grad ឬមួយអីចឹងអានេះគឺវា specific ទៅកាន់ icon ណាមួយយើងចង់បានតែខ្ញុំយក link មួយទៀតដែលខ្ញុំអាចមានទាំងអស់អញ្ចឹងខ្ញុំប្រើនេះអូខេអានេះគឺ material.icon អញ្ចឹងយើងឥឡូវខ្ញុំបង្កើត dev មួយសិន dev នេះគឺខ្ញុំយក class icon អូខេដែលឥឡូវហ្នឹងខ្ញុំធ្វើរបស់មួយគឺខ្ញុំធ្វើតាក់ទងជាមួយនឹង i ដែល i កន្លែងនេះគឺខ្ញុំដកជា class ខ្ញុំហៅ class វាមកប្រើតែ class នេះគឺខ្ញុំប្រើ class ឈ្មោះថា material ដែល material កន្លែងនេះខ្ញុំប្រើពាក្យថា icon អូខេmaterial ខ្ញុំប្រើ material ហើយខ្ញុំប្រើពាក្យថា icon អូខេអញ្ចឹងខ្ញុំប្រើពាក្យថា icon material icon ហើយខ្ញុំកន្លែងនេះឥឡូវខ្ញុំយកថា home ខ្ញុំមិនច្បាស់ថាវាមានអត់ទេប៉ុន្តែខ្ញុំសាកសិនអូខេអញ្ចឹងអានេះគឺប៉ុណ្្នឹងហើយឥឡូវយើងទៅ gather មើលថាវា guard អីគេមកកន្លែងហ្នឹងអូខេអូឈប់សិនយើងមើលសិនថាយើង guard អីមកសិនហើយយើងមើលសិនអានេះ home span class material view insert the icon អូខេពី link នេះមួយសិនអញ្ចឹងអូខេឥឡូវខ្ញុំប្រើ link នេះវិញវាស្រួលដែរអូខេកន្លែងប្រើ link ដែលយើងយក ID របស់ icon នោះមួយចេញមកហើយបន្តមកទៀតឥឡូវខ្ញុំ copy icon នេះចូល copy style កន្លែងនេះយកដាក់អូខេតបមកឥឡូវយើង copy វាសិនប៉ុណ្ណឹងអូខេចាំមើលថាយើងទទួលបានអីបន្តមកទៀត span យើងដាក់វានៅក្នុង body សិនទៅអូ wait ចូលផាសនេះសិនអូខេ vibration
Wait. Okay. Mối this classយើងគាត់ attribute មួយមកសិនយើងអូខេ card library អូខេអញ្ចឹងយើង card ប៉ុណ្ណឹងមកអូខេឥឡូវជំនួសសិនអូខេអញ្ចឹងអូខេខ្ញុំយល់ហើយមិញបញ្ហា error គឺវាមកពីចេះតាមពិតអ្វីដែលយើងត្រូវធ្វើការ link app អ្នកនរគ្នាឥឡូវខ្ញុំអាចបញ្យល់បានថាហេតុអីបានខ្ញុំ struggle កន្លែងហ្នឹងតើតើជាមួយនឹង process ផុស link កន្លែងនេះគឺយើងត្រូវ gather ទី1គឺយើងធ្វើការ link ទៅជាមួយទៅលើ icon material ដែលយើងត្រូវធ្វើការ link ជាមួយនឹង icon material ផុស Google ដែលមាន API ប៉ុណ្នេះអ្នកទាំងអស់គ្នាអាចយក link នៃ API នេះយកមកប្រើបានហើយចំណុចមួយទៀតដែលអ្នកទាំងអស់គ្នាត្រូវ clarify គឺអ្នកទាំងអស់គ្នាប្រើ class ហ្នឹងដែល class កន្លែងនេះគឺវាត្រូវ connected ទៅជាមួយនឹង link API Google Material មកតង់នេះអូខេឥឡូវខ្ញុំអាចបើក link ហ្នឹងឲ្យគ្នាយើងមើលព្រោះសារមិញខ្ញុំយល់ថាអាចថាដោយសារខ្ញុំធ្វើខុសបច្ចេកទេសមួយចំនួនអូខេអញ្ចឹងគឺវាមាន link star sheet មួយចំនួនហើយវានឹង connect ទៅជាមួយនឹង URL ផុសwebsite ហើយក្នុងចំណុចហ្នឹងគឺវាមាន material ហើយវាមានឈ្មោះ name មួយអញ្ចឹងពេលដែលយើងអាច detect ទៅលើ material ហ្នឹងហើយគឺយើងអាចធ្វើការ call ជាមួយនឹង icon name ផ្សេងយកមកប្រើបានហើយឧទាហរណ៍ថាឥឡូវដូចអានេះ computer អញ្ចឹងហើយឥឡូវខ្ញុំអាចផ្លាស់ប្ដូរខ្ញុំអាចដាក់ជាtraffic អញ្ចឹងមក traffic light អូខេអញ្ចឹងយើងដាក់មកវានឹងចេញហើយអូខេអញ្ចឹងវានឹងចាប់ដើមចេញបែបហ្នឹងអូខេហើយក្រៅពីហ្នឹងក្រៅពីយើងអាចនេះហើយយើងក៏អាចផ្លាស់ប្ដូរពណ៌ហ្នឹងបានដែរអូខេឧទាហរណ៍ថាឥឡូវខ្ញុំធ្វើវាមួយដែលខ្លះហ្នឹងគឺវាអញ្ចឹងហើយប៉ុន្តែខ្ញុំអាច apply កន្លែង i នេះខ្ញុំអាចផ្លាស់ប្ដូរពណ៌វាបានឥឡូវខ្ញុំចង់ផ្លាស់ប្ដូរពណ៌វាខ្ញុំប្រើ i យើងអាច declare id ពេលក្រោយក៏បានដែរតែឥឡូវខ្ញុំប្រើ i មួយសិនខ្ញុំអាចផ្លាស់ប្ដូរ color អូខេ color នេះខ្ញុំយកពណ៌រាងក្រហម red ចេះមកអញ្ចឹងអាកន្លែងនេះគឺយើងអាចធ្វើការបន្ថែមវាមកវិញហើយជាមួយនឹងចំណុចហ្នឹងគឺយើងអាចធ្វើការផ្លាស់ប្ដូរជាមួយនឹងទំហំវាដូចគ្នាដែលកន្លែងនេះគឺដោយសារតែយើងហៅ font ហ្នឹងមកប្រើយើងប្រើ font size ដែល font size កន្លែងនេះគឺយើងប្រើ XX large មានន័យធំខ្លាំងគេយើងចង់មើលថាតកតងជាមួយទៅលើ traffic line នេះតើវាធំប៉ុណ្ណាអូខេ sorry បន្ទប់កន្លែងនេះខ្ញុំច្រឡំយើងអាចប្រើ60 pixel អូខេហើយយើងគិត pixel អូ font size 60 pixel អូខេអូកន្លែងនេះ style font size 60 pixelអូខេអាចថាប្រហែលជាដោយសារតែតាក់ទងជាមួយនឹង conflict របស់ CSS មួយចំនួនទៅមិញហ្នឹងវារៀងអត់ detect ប៉ុន្តែនៅពេលដែលយើងយកវាយកមកដាក់ចូលទៅក្នុង CSS ផ្ទាល់នៅក្នុង inline គឺវាចាប់តាមបែបនេះហើយបើយើងចង់ដាក់វាឲ្យធំជាងមុនឥឡូវខ្ញុំដាក់ចូលទៅ160 pixel អូខេយើងនឹងឃើញថា font ហ្នឹងតាមពិតicon ដែលយើង detect មកជា SVG កន្លែងនេះគឺវា detect មកគឺវាទំហំទៅជា font ទៅជា text មានន័យថាពាក្យដែលយើងដាក់ចូលនេះឧទាហរណ៍ថាឥឡូវដូចពាក្យ traffic ឥឡូវខ្ញុំយកពាក្យឧទាហរណ៍ថាឥឡូវខ្ញុំដូរទៅជា network ចុះអញ្ចឹងពេលដែលយើង save វាមកហើយកន្លែងនេះយើង save វាមកវានឹងចាប់ផ្ដើមផ្លាស់ប្ដូរឥឡូវដូច network អញ្ចឹងគឺវាចេញរូបបាលីអញ្ចឹងមក
ហើយវ៉ាលីហ្នឹងគឺវាទៅជាទំហំអីចឹងទៅអូខេអញ្ចឹងគ្នាយើងតាក់ទងជាមួយនៅលើ icon ហ្នឹងមានសំណួរអីគ្នាយើងឥឡូវគ្នាយើង តោះទេលោកគ្រូ ល្អណាស់អូខេឥឡូវខ្ញុំតម្លាក់តាក់ទងជាមួយនៅលើ icon ហ្នឹងឲ្យគ្នាយើងអេអូខេ link ផុស icon ឥឡូវយើងយក material មួយ អូខេឥឡូវចេះអញ្ចឹងតាក់ទងជាមួយថ្ងៃហ្នឹងយើងរៀនត្រឹមតាក់ទង icon ហ្នឹងសិនព្រោះឥឡូវយើង1ម៉ោងហើយអញ្ចឹងតាក់ទងជាមួយនឹងបន្ទាប់ដោយសារថាឥឡូវខ្ញុំមានអារម្មណ៍ថាគ្នាយើងអាចថាយើងវល់ព្រោះដោយសារយើងរៀនទី1 mostly ដែលយើងរៀននេះគឺតាក់ទងជាមួយនឹង element សុទ្ធហើយយើងអត់មានឃើញថាវាទៅជារូបរាងនៃ website មិនទេអញ្ចឹងចំណុចបន្ទាប់ដែលយើងចាប់ផ្ដើមយើងនឹងចាប់ផ្ដើមសិក្សាតាក់ទងជាមួយនឹងការ design ទៅលើ form ហើយបន្ទាប់មកទៀតគឺយើងនឹងធ្វើ processing តាក់ទងជាមួយទៅលើ basic for website ដែលយើងនឹងចាប់ផ្ដើមតាក់ទងជាមួយទៅលើ nav bar ហើយបន្ទាប់មកយើងចាប់ផ្ដើមជាមួយ mid content ដែលដូចអ្វីដែលយើងបានពិភាក្សាគ្នាក្នុងថ្នាក់អញ្ចឹងគឺតើរបៀបក្នុងការ design នៅពេលដែលយើងសរសេរ code វាខុសគ្នាពេលដែលយើងធ្វើ Canva នៅឬមួយយើងគូរនៅលើ Figma មិនគឺយើងនឹងចាប់ផ្ដើមនៅជំហានបន្ទាប់អញ្ចឹងគ្នាយើងក្នុងថ្ងៃហ្នឹងមានសំណួរអីទេអូខេតែខ្ញុំគិតថាគ្នាយើងដូចជាទោះបីមិនមានសំណួរក៏អត់សួរដែរមែនតើអូខេអញ្ចឹងមានន័យថាអូខេបើសិនជាអត់មានសំណួរទេអញ្ចឹងថ្ងៃហ្នឹងគឺយើងបញ្ចប់ត្រឹមប៉ុណ្ណឹងអូខេអញ្ចឹងអូខេអរគុណអ្នកនរគ្នាសម្រាប់ចូលរួមក្នុងថ្នាក់របស់យើងក្នុងថ្ងៃហ្នឹងអូខេហើយបើមានសំណួរអីអាចត្រឡប់ចូលទៅក្នុងក្រុម Telegram បានហើយសម្រាប់ record ប្រហែលជាតិចទៀតអីខ្ញុំនឹងព្យាយាមកាត់តហើយខ្ញុំនឹងព្យាយាមត្រប់ឲ្យអ្នកនរគ្នាឲ្យបានលឿនអូខេអញ្ចឹងអរគុណអ្នកនរគ្នា បាទសូមបានអរគុណច្រើន